5. សកម្មភាពជំរុញពាណិជ្ជកម្មដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មឲ្យមានសន្ទុះទៅមុខរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិក្រសួងពាណិជ្ជកម្មបានខិតខំអនុវត្តការងារមួយចំនួនដូចជា 1. ការរៀបចំនិងចូលរួមពិព័រណ៍ក្នុងនិងក្រៅប្រទេសសំដៅលើកម្ពស់កិត្យានុភាពជាតិដើម្បីធ្វើឲ្យសាធារណជនទទួលស្គាល់បានផលិតផលប្រើប្រាស់ក្នុងស្រុកជំរុញឲ្យមានការកែលម្អគុណភាពនិងម៉ូដផលិតផលរុញច្រានផលិតផលខ្មែរជ្រៀតចូលទៅក្នុងទីផ្សារបរទេសទទួលបានការបញ្ជាទិញច្រើនមុខ 2. ការតាមដានទីផ្សារនិងស្ថិរភាពតម្លៃដោយចុះណែនាំបិទស្លាកតម្លៃលើមុខទំនិញនិងសេវាកម្មគ្រប់ប្រភេទនិងតាមដានប្រចាំនៅតម្លៃទំនិញសំខាន់ៗនៅលើទីផ្សារអន្តរជាតិដូចជាអង្ករសណ្តែកកៅស៊ូកាផែដែកប្រេងឥន្ធនៈមាសនិងអត្រាប្តូរប្រាក់នៃរូបិយវត្ថុអន្តរជាតិមានតម្លៃនានាដូចជាប្រាក់ដុល្លារប្រាក់ផោនប្រាក់អឺរ៉ូប្រាក់យ៉េនជប៉ុននិងលុយបាតថៃជាដើមដើម្បីចងក្រងការអភិវឌ្ឍធ្វើការវិភាគតម្លៃទំនិញទាំងនោះជាគុណភាពប្រយោជន៍ដល់អ្នកនាំចេញកម្ពុជាធ្វើការស្វែងយល់ហើយតម្រង់ទិសអាជីវកម្មរបស់គេឲ្យស្របទៅនឹងនិន្នាការក្នុងស្រុកនិងក្រៅស្រុក 3. ការងារអភិវឌ្ឍផលិតផលស្វែងរកទីផ្សារជូនពាណិជ្ជករនិងកសិករដោយបានបង្កើតជាសហគមន៍ផលិតសហគមន៍អាជីវកម្មហើយធ្វើការបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យាថ្មីៗសម្ដៅដល់ជំរុញការនាំមុខទំនិញរបស់ពួកគេដោយផ្ទាល់ឬតាមរយៈដៃគូពាណិជ្ជករនាំចេញធំៗទៅក្រៅប្រទេសដូចជាការអភិវឌ្ឍផលិតផលដំឡូងមីនិងគ្រាប់ស្វាយចន្ទីជាដើម 4. ការងារអភិវឌ្ឍពាណិជ្ជកម្មនិងសកម្មភាពពង្រឹងដៃគូពាណិជ្ជកម្មដោយធ្វើការជ្រើសរើសផលិតផលវិភាគទីផ្សារនាំចូលនិងតម្លៃទីផ្សារលើពិភពលោកធ្វើការសិក្សាស្រាវជ្រាវជាមួយកសិករអ្នកប្រមូលទិញនិងរោងចក្រកែច្នៃក្រៅពីនេះលោកបានចូលរួមសហការជាមួយដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជំរុញពាណិជ្ជកម្មនិងអ្នកវិនិយោគពីបរទេសមកកម្ពុជាដើម្បីជំរុញការនាំចេញផលិតផលនិងសេវាកម្មផ្សេងៗ